បាទអនុញ្ញាតគោរពជំរាបសួរពុំមីងពុំម៉ែបងប្អូនជួបគ្នាជាថ្មីម្ដងទៀតហើយថ្ងៃនេះគឺខ្ញុំចុះមកដល់ចំការរបស់ពូវងដែលម្សិលមិញនេះគឺគាត់បានស្រោចអរម៉ូនរួចបាត់ទៅហើយបាទអញ្ចឹងអត់បានថតពីសកម្មភាពស្រោចអរម៉ូនរបស់គាត់ទេបាទហើយចំពោះស្វាយរបស់គាត់នេះគឺគាត់បានយកត្រួយមកគឺបាន80 ទៅ 90% ហើយដែលជាលទ្ធផលមួយដែលល្អមែនទែនសម្រាប់អ្នកដែលធ្វើស្វាយកែរមៀតខុសរដូវដែលទទួលបានត្រួយស្អាតបែបនេះគឺពិតជាល្អមែនទែនបាទហើយសម្រាប់ថ្ងៃនេះគឺខ្ញុំមកបង្ហាញពីផលិតផលដែលយើងគួរប្រើនៅដំណាក់កាលនេះបាទដែលមានប៉ាក្លោខ្លាំងដែលមានប៉ាក្លោប៊ុយត្រាសូចំនួន25%បាទហើយអរម៉ូននេះគឺវាមានតួនាទីជួយបង្អាក់ត្រួយនៅពេលដែលបាញ់បញ្ចេញផ្កាបាទមិនធ្វើឲ្យត្រួយថ្មីដែលយើងផលិតហើយហ្នឹងគឺវាមានលទ្ធភាពក្នុងការចេញត្រួយបន្តទៀតទេបាទអញ្ចឹងផលិតផលមួយទៀតគឺអន្ត្រីជំរុញឫសបាទដែលវាមានតួនាទីជួយទៅដល់ប្រព័ន្ធឫសបាទជួសជុលនៅប្រព័ន្ធឫសដែលខូចឫសដែលងាប់ជួយបណ្ដុះឫសថ្មីបាទជួយសម្រួលឲ្យឫសមានលទ្ធភាពក្នុងការស្រូបយកអរម៉ូនបានខ្ពស់បាទអញ្ចឹងសម្រាប់បងប្អូនដែលប្រើប្រាស់អរម៉ូនគួរតែប្រើអន្ត្រីជំរុញឫសម្ដបបន្ថែមអែតចូលទឹក1000 លីត្រណាបាទសម្រាប់ពូមីងពុកម៉ែបងប្អូនត្រូវការអាចតាក់ទងមកតាមរយៈលេខទូរស័ព្ទរបស់ខ្ញុំនៅលើវីដេអូនេះផ្ទាល់បាទហើយនឹងអាចតាក់ទងតាមរយៈ page របស់ក្រុមហ៊ុនអន្ត្រីមាសបានបាទឬក៏បងប្អូនអាចទៅរកសួរបាននៅតាមដេប៉ូដែលនៅជិតផ្ទះពូមីងពុកម៉ែបងប្អូនបាទក៏បានដែរបាទហើយចំពោះការប្រើប្រាស់អរម៉ូនពូមីងពុកម៉ែបងប្អូនគួរតែប្រើក្នុងដំណាក់កាលនេះបាទគឺស្លឹកលូតលាស់មកមានទំហំលាអស់បាទវាចេញមកអស់ហើយចេញមកច្រើនណាយើងអាចនិយាយពី80 ទៅ 90% ត្រួយដែលចេញមកអស់បាទហើយមួយទៀតគឺត្រួយដែលវាមានទំហំស្លឹកលាបានធំល្អបាទគឺយើងប្រើទៅគឺត្រួយនេះគឺវាស៊ីអរម៉ូនបានលឿនបាទវគ្គហ្នឹងអញ្ចឹងនេះជាអត្ថប្រយោជន៍ដែលពូមីងពុកម៉ែបងប្អូនប្រើប្រាស់អរម៉ូនឲ្យបានត្រឹមត្រូវបាទចំពោះបរិមាណប្រើគឺយើងមើលទៅលើប្រវែងមែកពីអង្កត់ចិត្តមែកដែលវាលាតពីគុំមកខាងនេះបាទអញ្ចឹងយើងធ្វើការកណនាអាចសួរព័ត៌មានបន្ថែមទៀតតាមរយៈឆាតឬក៏លេខទូរស័ព្ទផ្ទាល់ក៏បានដែរបាទអញ្ចឹងបើសិនជាពូមីងពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍អាចតាក់ទងមកខាងក្រុមហ៊ុនអន្ត្រីមាសបានបាទកុំភ្លេចហើយយើងមានមន្ត្រីបច្ចេកទេសទៅតាមតំបន់ដែលអាចចុះទៅជួយពូមីងពុកម៉ែបងប្អូនបានបាទហើយចុងក្រោយខ្ញុំបាទឈ្មោះនឹមស៊ីដេតខ្ញុំនឹងបង្ហាញវីដេអូបន្ទាប់ទៀតទៅពូមីងពុកម៉ែបងប្អូនបាទក៏អញ្ចឹងខ្ញុំបាទក៏សូមអរគុណសូមជម្រាបលាបាទ